មើលរូបភាពវីដេអូនេះហើយគួរឲ្យសង្វេគខ្លាំងណាស់ខណៈដែលប្រពន្ធដើរប្រមូលខួររបស់ប្តីដោយព័ត៌មានបឋមយើងទទួលបានថាករណីផ្ទុះកង់រថយន្តខណៈដែលប្តីរបស់គាត់បាទគឺជាជាងឡានហើយបានសពកង់រថយន្តស្រាប់តែផ្ទុះកង់រថយន្តបណ្ដាលឲ្យបែកក្បាលធ្លាយខួរខ្ទាតពេញផ្លូវតែម្ដងដោយមើលទៅគឺសង្វេគខ្លាំងមែនទែនប្រិយមិត្តទស្សនិកជនហើយដោយករណីនេះគឺបានកើតឡើងនៅថ្ងៃទី10ខែមេសាឆ្នាំ2025ដែលស្ថិតនៅក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺហើយនេះគឺជាវីដេអូដ៏គួរឲ្យសង្វេគបំផុតខណៈដែលនេះគឺដោយសារតែជីវភាពគ្រួសារធ្វើឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតចោលប្រពន្ធនិងកូនហើយក្នុងរូបភាពនោះឃើញថាកូនក៏បានស្រែកទ្រហោយំនៅក្បែរសពរបស់ឪពុកដែលបានស្លាប់ដោយឡែកអ្វីដែលគួរឲ្យសង្វេគខ្លាំងមែនទែននោះដូចជាប្រិយមិត្តបានឃើញហើយគឺប្រពន្ធរបស់ជនរងគ្រោះដែលបានស្លាប់ដោយសារតែផ្ទុះកង់រថយន្តនោះបានដើរប្រមូលខួររបស់ប្តីដើម្បីប្រមូលបំណែកទាំងអស់នេះយកទៅដាក់ឲ្យសាកសពឲ្យពេញរាងកាយវិញផងដែរនោះសូមប្រិយមិត្តទស្សនិកជនចូលរួម comment នៅខាងក្រោមវីដេអូនេះតាមការគួរសូមតាមដានទស្សនាវីដេអូនេះទាំងស្រុងដូចតទៅនេះទូកង់ឡានបងប្អូនអើយទូកង់ឡានសពកង់ឡានឲ្យឡានត្រឡប់ស៊ីម៉ងហើយក៏ផ្ទុះទៅហើយជាងឡានបានស្លាប់បាត់ហើយបែកក្បាលតិចអត់ប្រពន្ធគាត់កំពុងតែដើររត់ខួរប្តីខ្ញុំបាទនិនសុភ័ក្រពីកម្មវិធី MSJ TV News